ខ្ញុំចង់សួរថាអ្នកដែលលេងដូចជាអ្នកដែលប្រព្រឹត្តល្បែងហ្នឹងតើទៅតួហ្នឹងក៏ប្រព្រឹត្តយ៉ាងម៉េចដែរចាអ្នកបើផ្ទាល់ដូចជាអ្នកទៅលេងទៀតហ្នឹងតើច្បាប់យើងមានចែងទេថាក៏ប្រព្រឹត្តទោសប៉ុណ្ណាចានៅក្នុងច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសហ្នឹងគឺគេឲ្យមានដាក់ទោសទណ្ឌកម្មទៅលើជនដែលប្រព្រឹត្តល្បែងស៊ីសទោះបីអ្នកឈរមើលហ្នឹងក៏មានទោសដូចគ្នាអ្នកឈរមើលអ្នកយកតង់យកអីហ្នឹងយកភាគរយពីកន្លែងលេងហ្នឹងហើយដូចជាអ្នកសម្រួលចាំមាត់ទ្វារចាំអីមើលឲ្យគេចូលលេងសិតតែមានទោសបាទសិតតែមានទោសហ្មងដូចជាអ្នកបោះបៀបោះអីហ្នឹងឬបោះអីខ្នល់ហ្នឹងណាហ្នឹងគឺអ្នកយកភាគរយក៏អ្នកស៊ីឈ្នួលទៅនឹងការចែកបៀចែកអីហ្នឹងគឺអ្នកសម្រួលការងារដូចជាអ្នកមេការមើលការខុសត្រូវនៅវងលបែងហ្នឹងមិនទីជាថៅកែចុះថាថៅកែនៅយកតង់យកភាគរយលើថាមានទោសប៉ុន្តែអ្នកមើលមេការអ្នកសម្រួលភ្នាក់ងារអីហ្នឹងសិតតែមានទោសទាំងអស់បាទមិនថាអ្នកលេងលបែងស៊ីសងទេអ្នកថាយកគ្រប់គ្រងស្បៀងអាហារឲ្យអ្នកលេងហ្នឹងក៏មានទោសដែរសិតតែមានអ្នកសម្រួលដូចគ្នាទាំងអស់នឹងអញ្ចឹងសួរថាតើអ្នកលេងលបែងស៊ីសងផ្ទាល់អ្នកដែលចែកអ្នកដែលសម្រួលឲ្យគេលេងលបែងអ្នកមើលចាំផ្លូវអ្នកយកតង់យកអីគ្រប់នៅវងលបែងគ្រប់ប្រភេទហ្នឹងហើយអ្នកផ្ដល់ទីតាំងឲ្យគេលេងលបែងហ្នឹងសួរថាមានទោសទេសិតតែមានទោសដូចគ្នាដែរបាទសូម្បីតែយើងជួលផ្ទះឲ្យគេហ្នឹងឲ្យគេបើកលបែងស៊ីសងអាម្ចាស់ផ្ទះហ្នឹងតើមានទោសទៀតហើយវងទ្រព្យសម្បត្តិដែលមានជាផ្ទះសនៈបើសិនជាលេងនៅក្នុងសថាគារបាទលេងផ្ទះសនៈឬលេងក្នុងផ្ទះល្វែងកន្លែងនោះច្បាប់គេត្រូវរកអស់ជាទ្រព្យសម្បត្តិរដ្ឋផ្ទះនឹងទ្រព្យសម្បត្តិរដ្ឋទោះបីយើងជួលឲ្យគេលេងជួលឲ្យគេមែនប៉ុន្តែយើងមិនអ្នកលេងអាម្ចាស់ផ្ទះហ្នឹងទៅជាជនសង្ឃបណ្ឌិតក្នុងអំពើលេងល្បែងដែរដូច្នេះគេអាចច្បាប់ត្រូវតែរកអស់ទ្រព្យសម្បត្តិហ្នឹងជាទ្រព្យសម្បត្តិរដ្ឋដែរលើកលែងតែគាត់ថាមានកិច្ចសន្យាជួលផ្សេងទៀតមិនអនុញ្ញាតឲ្យលេងល្បែងអំពើទាំងឡាយនៅខុសច្បាប់អាហ្នឹងមិនចែកក្នុងកិច្ចសន្យាវាមានពាក់ព័ន្ធប៉ុន្តែបើយើងអត់មានក្នុងកិច្ចសន្យាចែងថាមិនឲ្យបើកផ្ទះហ្នឹងឬស្ថាគារហ្នឹងឬក៏ផ្ទះស្នាក់ហ្នឹងមិនឲ្យជាមានបើករបររកស៊ីខុសច្បាប់មែនប៉ុន្តែយើងដឹងបានឃើញហើយឃើញថាក្រោយពីបានជួលមកហើយបែរជាយកផ្ទះយកទីតាំងហ្នឹងធ្វើជាបើកកន្លែងល្បែងស៊ីសងជាហ្គេមហ្នឹងម្ចាស់ផ្ទះដឹងប៉ុន្តែមករាយការណ៍សម្បត្តិកិច្ចទេចាត់ទុកជាម្ចាស់ផ្ទះហ្នឹងជាសង្ឃបណ្ឌិតជាមួយនឹងអ្នកលេងដែរបាទសង្ឃបណ្ឌិតដែរត្រូវមានទោសដូចគ្នាអញ្ចឹងនៅក្នុងនោះមានចែងនៅក្នុងមាត្រាទី4នៃវិច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសងគឺអ្នកលេងល្បែងត្រូវប្រន្ទាទោសពី7ថ្ងៃទៅ1ខែហើយពីនៃពី50000រៀលដល់500,000រៀលហើយប៉ុន្តែបើសិនជាករណីតុលាការបានប្រន្ទាទោសម្ដងរួចហើយក្រោយមកគាត់ចេញពីពន្ធនាគារគាត់មករៀងចាលទេគាត់ទៅលេងទៀតទៅបើកកន្លែងហ្នឹងទៀតសួរថាមានទោសដូចទោសទៀតទេនៅមានទោសដដែលប៉ុន្តែគុណមួយជា2ទ្វេដងបានន័យថាករណីពំរៀងចាលតែករណីពំរៀងចាលអញ្ចឹងគាត់ត្រូវតែមានទោសទ្វេមួយជា2សូមអរគុណខ្ញុំសូមចូលរួមបញ្ជាក់បន្ថែមទាក់ទងនឹងសំណួរដែលសួរថាតើអ្នកដែលប្រព្រឹត្តឬក៏អ្នកបើកអីហ្នឹងតើមានទោសកម្រិតណាចា៎ខ្ញុំសូមចូលរួមឆ្លើយឲ្យនេះតាមអ្នកបានបញ្ជាក់ហើយប៉ុន្តែគាត់ដូចខ្ញុំថាអំពីងនាមម្ដងទៀតជាគោលការណ៍គឺជាតាមផ្លូវច្បាប់គឺថាឲ្យតែអ្នកលេងបើអ្នកលេងផ្ទាល់មិនថាយើងអ្នកលេងហ្មងណាអ្នកលេងអ្នកប្រព្រឹត្តហ្នឹងគឺថាត្រូវតែមានទោសពីត្រូវវិន័យជាប្រាក់ពី10000ទៅ100000ឬដាក់គុកពី1សប្តាហ៍ទៅ1ខែចាអញ្ចឹងបានន័យថាគ្រាន់អ្នកលេងអ្នកខ្លះគ្រាន់តែលេងដូចថាឥឡូវឯងម៉ូតូឌុបគាត់អង្គុយជុំគ្នាលេងអ្នកលេងយងសាជុំគ្នាលេងហ្នឹងទៅចាប់បានហ្នឹងពួកអ្នកលេងហ្នឹងត្រូវពិន័យលុយហើយឬក៏ដាក់គុកពី1ខែពិន័យលុយពី10000ទៅ100000ឬក៏ដាក់គុកពី1សប្តាហ៍ទៅ1ខែអញ្ចឹងឲ្យដឹងបានន័យថាមិនមែនថាយើងខ្ញុំលេងសោះលេងនៅផ្សារលេងនៅអីអញ្ចឹងដាក់លុយអត់តែអ្នកលុយគឺថាមានការភ្នាល់គឺថាត្រូវតែមានទោសហើយអញ្ចឹងចំពោះអ្នកលេងក្នុងនឹងដែរដើម្បីបញ្ជាក់ច្បាស់ដែរអ្នកក៏បានបញ្ជាក់ជូនហើយថាយើងត្រូវដឹងទៀតថាដោយឡែកទោសអាចឡើងដល់ពី5លានទៅ20លានឬនឹងដាក់គុកពី1ឆ្នាំទៅ5ឆ្នាំបញ្ជាក់ច្បាស់ពី5លានទៅ20លានហើយនឹងពីដាក់គុកពី1ឆ្នាំទៅ5ឆ្នាំបានន័យថាអាពិន័យក៏ពិន័យអាគុកក៏ជាប់ហើយជាប់ធ្ងន់ណាស់តិចបំផុត1ឆ្នាំធ្ងន់បំផុតអាច5ឆ្នាំចំពោះអ្នកណាគឺចំពោះអ្នកណាដែលបើកកន្លែងឲ្យគេលេងដាក់ថាយើងមានទីតាំងបនលបែងឲ្យគេលេងនឹងត្រូវតែមានទោសអញ្ចឹងហើយតាមច្បាប់បានកំណត់ច្បាស់ទៀតសូម្បីតែអ្នកកាន់កាប់គ្រប់គ្រងទីតាំងកន្លែងដែលលេងហ្នឹងគាត់មិនមែនជាម្ចាស់ដូចជាមេប៉ុន្តែគាត់ជាមេការគ្រប់គ្រងកន្លែងហ្នឹងឬក៏អ្នកចាត់ចែងនៅកន្លែងហ្នឹងអីហ្នឹងហ
ហើយក្នុងនឹងដែរច្បាប់បានកំណត់ទៀតថាសំបីតែភ្នាក់ងារដែលចែកគេថាពាក្យភ្នាក់ងារស៊ីសងបានន័យថាបើយើងសម័យខ្ញុំឃើញក្មេងៗដែលលេងនៅកាស៊ីណូគេហៅពួក dealer ស្អីគេពួកចែកពួកអីហ្នឹងពួកស៊ីសងហើយបើចែកមិនដឹងបានថាស៊ីសងពាក្យហ្នឹងគេសំដៅទៅលើពាក្យភ្នាក់ងារស៊ីសងហ្នឹងក៏ត្រូវតែមានទោសដូចគ្នាដែរមានទោសដែរអត់គិតមិនរួចទេហើយក្នុងនឹងដែរគឺអ្នកកាងបនលបែងហ្នឹងដូចណាក់បាននិយាយកន្លងមកហ្នឹងអ្នកកាងនៅកន្លែងហ្នឹងជួយចេញមុខការពារនៅកន្លែងហ្នឹងក៏ត្រូវតែមានទោសដែរហើយបាទទោសហ្នឹងគឺស្មើនឹងទោសហ្នឹងពី5លានទៅ20លានហើយនឹងដាក់គុកពី1ឆ្នាំទៅ5ឆ្នាំអន្តរាគុកអីហ្នឹងបាទត្រូវតែមានអញ្ចឹងបាទហើយសូមអរគុណសូមចាក់ជូនអញ្ចឹងកុំឲ្យអ្នកខ្លះយល់ច្រឡំថាគ្រាន់តែអញគ្រាន់តែជួយការពារជួយអីអញ្ចឹងគេជួលមកជួយការពារជួយអីចេញមុខអីកាងចេញមុខធ្វើមេការអត់ទោសមិនមែនទេមានទោសដូចគ្នាបាទសូមអរគុណចាសូមអរគុណចាតើតើតើទៅនឹងបញ្ហារឿងការបើកវល់លបែងមិនស្របច្បាប់នេះខ្ញុំចង់សួរបន្តិចព្រោះថានៅមានស្រុកយើងក៏នៅមានកន្លែងការបើកកន្លែងបលលបែងស្របច្បាប់ដែរចឹងស្របច្បាប់និងមិនស្របច្បាប់នឹងខុសគ្នាយ៉ាងម៉េចហើយនាងខ្ញុំតាមអ្វីនាងខ្ញុំលឺហ្នឹងគឺថាមិនប្រកាសមិនច្បាស់ហើយគេថាតែគេបើករាល់ថ្ងៃហ្នឹងគឺសម្រាប់ជនបរទេសទេប្រជាជនបរតខ្មែរមិនអាចចូលលេងបានតើវាយ៉ាងម៉េចដែរចាហ្នឹងតើច្បាប់យើងមានចែងទេក្នុងករណីហ្នឹងចាប្រជាពលរដ្ឋហ្នឹងគាត់តែងតែសួរខ្ញុំថាចុះសប្តាហ៍ថ្ងៃហ្នឹងឃើញគេលេងល្បែងនៅនាហ្គានៅកន្លែងតាមជាយដែនហើយព្រំប្រទល់របស់ប្រជាស្រុកខ្មែរយើងហ្នឹងសួរថាតើហេតុអីស្មារតីគេមិនចោះទៅចាប់ពួកអ្នកផងហើយចោះចាប់តែពួកគាត់ខ្ញុំសូមបញ្ជាក់ថាការលេងល្បែងស៊ីសងហ្នឹងគឺគេមានច្បាប់អនុញ្ញាតឲ្យលេងចំពោះទៅជនបរទេសហើយអាជ្ញាប័ណ្ណដែលចេញលិខិតអនុញ្ញាតឲ្យលេងហ្នឹងគឺមានតែរដ្ឋាភិបាលមួយគត់តែមានសិទ្ធិអំណាចចេញអាជ្ញាប័ណ្ណលិខិតអនុញ្ញាតឲ្យជាកន្លែងជាល្បែងស៊ីសងភ្នាល់ចំពោះមន្ត្រីរាជការឬភ្នាក់ងារពុំមានសិទ្ធិអនុញ្ញាតឲ្យចេញល្បែងបើកស៊ីសងបានទេដូច្នេះប្រជាពលរដ្ឋខ្មែរយើងនេះមានច្បាប់ឲ្យថាមិនអនុញ្ញាតឲ្យជនជាតិពលរដ្ឋខ្មែរទៅលេងល្បែងដែលច្បាប់អនុញ្ញាតឲ្យលេងឧទាហរណ៍នៅកាវលឬក៏នៅកន្លែងកាស៊ីណូធំៗនៅជ័យដែនព្រំប្រទល់ខ្មែរយើងហ្នឹងគឺពលរដ្ឋខ្មែរគ្មានសិទ្ធិឲ្យទៅលេងបានទេគឺមានតែជនបរទេសទេហ្នឹងហើយសួរថាតើកន្លែងល្បែងកាស៊ីណូកន្លែងហ្នឹងសួរថាគេបើកបានដោយសារម៉េចគឺដោយសាររដ្ឋាភិបាលអនុញ្ញាតឲ្យបើកព្រោះច្បាប់មានចែងនៅក្នុងហ្នឹងច្បាប់មានចែងនៅមាត្រាទី10នៃច្បាប់ស្តីពីការផ្លាច់វិស័យហងហ្នឹងក្រៅពីរដ្ឋាភិបាលគឺពុំមានមន្ត្រីរាជការណាមានសិទ្ធិបើកឲ្យបានទេហើយបើសិននៅតែឃើញចេញលិខិតអនុញ្ញាតឲ្យបើកល្បែងស៊ីសងហ្នឹងដូចជាមន្ត្រីរាជការឬក៏ភ្នាក់ងារណាមួយដោយមិនមានការយល់ព្រមពីរដ្ឋាភិបាលត្រូវមានទោសជាប់ពន្ធនាគារ1ឆ្នាំទៅ5ឆ្នាំគឺមានចែងនៅមាត្រាទី10អញ្ចឹងបងអញ្ចឹងបានន័យថាល្បែងស៊ីសងហ្នឹងគឺអនុញ្ញាតឲ្យលេងបានដូចតែមានការយល់ព្រមពីរដ្ឋាភិបាលគឺមានតែអនុញ្ញាតចេញអាយាអនុញ្ញាតបានតែម្ដងប៉ុន្តែមានច្បាប់អនុក្រឹត្យយើងបានផ្សព្វផ្សាយថាមិនអោយពលរដ្ឋខ្មែរយើងទៅលេងទេគឺឲ្យតែជនជាតិបរទេសទេហេតុអីអញ្ចឹងពីព្រោះនៅប្រទេសគេក៏អញ្ចឹងដែរគឺគេអនុញ្ញាតឲ្យទៅជាជនដទៃទៅឬក៏មានច្បាប់ដោយឡែកផ្សេងទៀតដែរដែលអនុញ្ញាតឲ្យលេងទោះត្រាតែមានគិតពីចម្ងាយពីទីក្រុងប្រហែលទៅជាយដែនហ្នឹងណាព្រំប្រទល់ហ្នឹងប្រហែលគីឡូអញ្ចឹងទៅហើយក្មេងអាយុក្រោម18ឆ្នាំគេមិនអនុញ្ញាតឲ្យជួយលេងដែរនឹងគឺមានច្បាប់មានចែងនៅក្នុងហ្នឹងនៅក្នុងច្បាប់នៅប្រទេសយើងវិញគឺហាមដាច់ខាតតែម្ដងគឺពលរដ្ឋខ្មែរអនុញ្ញាតឲ្យលេងជាដាច់ខាតហើយការបើកការសំណូបើកអីដូចនិយាយខាងដើមហ្នឹងគឺតែមានតែរដ្ឋាភិបាលមួយគត់ដែលមានសិទ្ធិអំណាចចេញអាជ្ញាប័ណ្ណឲ្យបើកជាកន្លែងល្បែងស៊ីសងដោយមិនមែនជាជនពលរដ្ឋខ្មែរទៅលេងសូមអរគុណបាទចាសូមអរគុណខ្ញុំសូមចូលរួមដែរដោយសារសំណួរនេះវាក៏ទូលំទូលាយហើយណាក់ក៏បានបញ្ជាក់ជូនហើយប៉ុន្តែខ្ញុំសូមចូលរួមទៀតបនល្បែងគឺដែលស្របច្បាប់បានន័យថាតលតែមានការអនុញ្ញាតពីរដ្ឋាភិបាលហើយយើងដឹងហើយថាបរដ្ឋាភិបាលគឺសំដៅទៅលើបើនិយាយទៅប្រហែលជាប្រមុខរដ្ឋគឺមានតែប្រមុខរដ្ឋទេប្រមុខរដ្ឋរដ្ឋាភិបាលហ្នឹងទើបមានសិទ្ធិអនុញ្ញាតឲ្យហើយក្រៅពីហ្នឹងស្ថាប័នផ្សេងអាជ្ញាធរផ្សេងគឺគ្មានសិទ្ធិទេហើយខ្ញុំនៅចាំថាច្បាប់ស្តីអំពីការបង្ក្រាបល្បែងស៊ីសងយើងនេះនៅពេលដែលចេញនេះគឺគេមានមាត្រាសរសេរច្បាស់ថារាល់លិខិតអនុញ្ញាតអីណាដែលមានលក្ខណៈផ្ទុយដែលមិនជាការចេញដោយរដ្ឋាភិបាលទេគឺត្រូវតែនិរិះក៏ចាត់ទុកថាជាមុខភាគចា៎បាទហើយក្នុងនឹងទៀតយើងបានខ្ញុំសូមចូលរួមនិយាយទៀតថាតកតទៅនឹងបញ្ហាថាច្បាប់យើងដែលយើងចេញកន្លងមកនេះច្បាប់ផ្សេងពីការបង្ក្រាបបាយស៊ីសងនេះគឺមិនបានញែកមិនបានហាមថាជនជាតិខ្មែរចូលលេងទេគេមិនបានហាមគេនិយាយពីបញ្ហាថាបង្ក្រាបពីល្បែងណាបនល្បែងណាដែលខុសច្បាប់
mình dây bị hướng sọp cho ba bê bàn tay bật sân chỉ miền ăn cất phải chỉ miền ăn cất đưa của tha bòn bay chẳng lại na đạiរដ្ឋាភិបាលគេអនុញ្ញាតឲ្យលេងគេច្បាស់ជាមានសរសេរលក្ខខណ្ឌត្រឹមត្រូវធម្មតាកាលណារដ្ឋាភិបាលគេមុននឹងបើកឲ្យឡើងណាbayណាបនbayណាមួយកើតឡើងឧទាហរណ៍ដូចបនbayធំធំនៅក្នុងភ្នំពេញយើងអញ្ចឹងខ្ញុំជឿថាកន្លែងល្បែងហ្នឹងច្បាស់ជាគេមានចេញអនុក្រឹត្យឲ្យអញ្ចឹងហើយរដ្ឋបាលចេញឲ្យអញ្ចឹងហើយធម្មតាមានតែអនុក្រឹត្យហ្នឹងហើយវារដ្ឋាភិបាលចេញអនុក្រឹត្យណាអញ្ចឹងគាត់ចេញឲ្យអញ្ចឹងគាត់ច្បាស់ជាមានលក្ខខណ្ឌគាត់ដាក់ក្នុងសេច្បាស់ឬក៏យ៉ាងហើយក៏មានការណែនាំជាក្រោយដែរមានការណែនាំឬក៏មានអនុក្រឹត្យយើងពិសេសដូចណាក់បានលើកឡើងអញ្ចឹងគឺហាមមិនអនុញ្ញាតឲ្យពលរដ្ឋខ្មែរចូលលេងទេហើយតាក់ទងនឹងបញ្ហានឹងដែរខ្ញុំក៏សូមលោកឲ្យជ្រៅទីទៀតថាកន្លងមកតាក់ទងបញ្ហាយើងនិយាយបញ្ហាផលប៉ះពាល់នៃល្បែងស៊ីសងនឹងវាយើងនិយាយបញ្ហាដែលស្រុកខ្មែរយើងដែលជាទៅជាប្រទេសមួយដែលកំពុងតែអភិវឌ្ឍកាលណាយើងនិយាយពីបញ្ហាបនល្បែងខុសច្បាប់ធម្មតាវាកាលណាបើខុសច្បាប់បែរន័យថាវាមិនមានការគិតគូរត្រឹមត្រូវមិនមានលក្ខខណ្ឌដូចខ្ញុំនិយាយដើមបើរដ្ឋាភិបាលគេបើកគេមានការលក្ខខណ្ឌត្រឹមត្រូវគេហាមឃាត់អញ្ចឹងបានន័យថាផលបាក់របស់វាលើកលែងតែចេះថាផលបាក់កាលពីល្បែងលើកលែងថាយើងបើកខុសច្បាប់ឬក៏យ៉ាងម៉េចប៉ុន្តែវាផលបាក់ហ្នឹងវានាំឲ្យគ្រួសារហ្នឹងប៉ះពាល់ដល់គ្រួសារហ្នឹងហើយគ្រួសារហ្នឹងវាគ្រួសារមួយវាធ្លាក់ខ្លួនក្រអញ្ចឹងទៅវាអាចជាបុកច្បល់សង្គមប៉ះពាល់ដល់សង្គមជាតិផ្ទុយទៅវិញបើសិនជាបនល្បែងដែលបើកឡើងដោយស្របច្បាប់ជាគោលការណ៍គឺរដ្ឋបាលបានគិតថាមិនមែនប៉ះពាល់ដល់ផលប្រយោជន៍សង្គមទេគឺមិនប៉ះពាល់ដល់ផលប្រយោជន៍ជាតិទេគឺរដ្ឋាភិបាលដែលគាត់បើកនឹងអនុញ្ញាតបើកគាត់ច្បាស់គិតថាការបើកនេះមានផលប្រយោជន៍ដល់សង្គមជាតិទៅវិញវាជាល្បែងស៊ីសងមែនប៉ុន្តែវាបងស៊ីសងស្របច្បាប់វាមានផលប្រយោជន៍ទៅវិញមិនមែនថាល្បែងស៊ីសងសិតតែប៉ះពាល់ផលប្រយោជន៍ទេដោយសារអីយើងគិតមើលចេះយើងជ្រុលជ្រៅទៅថាប្រទេសគេដែលគេរីកចម្រើននឹងប្រទេសគេដែលគេមានការគិតគូរពីបញ្ហាសុខុមាលភាពគ្រួសារក៏បញ្ហាសង្គមជាតិអីហ្នឹងខ្ញុំជឿថាគេបានគិតច្បាស់ហើយអញ្ចឹងគេប្រហែលជាការបើកហ្នឹងគេយល់ថាប្រហែលជាវាមិនប៉ះពាល់ដល់សង្គមជាតិរបស់គេដែរប៉ុន្តែក្នុងនោះខ្ញុំតែបានឃើញទូនាប្តីគេនិយាយដែរថាសូម្បីតែការបើកនៅសិង្ហបុរីនោះក៏មានការប្រឆាំងពីគណៈបកប្រឆាំងអីថាធ្វើហ្នឹងឲ្យប៉ះពាល់កិត្តិយសសង្គមជាតិអីវាអាចអញ្ចឹងដែរនេះជាការយល់ឃើញទស្សនៈយល់ឃើញផ្សេងគ្នាអញ្ចឹងទៅខេបឲ្យខ្លីខ្ញុំចង់និយាយថាការបើកណាស្របច្បាប់ប្រហែលជាមិនមានប៉ះពាល់ទេចាសូមអរគុណច្រើនចាហើយមួយទៀតនេះខ្ញុំចង់ជម្រាបសួរថាតើតើទៅនឹងបញ្ហាបទល្មើសល្បែងស៊ីសងកើតឡើងតើសមត្ថកិច្ចណាមួយដែរអាចជាអ្នកចាត់ចែងនៅបង្ក្រាបបទល្មើសទាំងអស់នេះចានៅក្នុងច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសងគឺគេគឺមាននៅមាត្រាទី3គឺគេឲ្យប្រគល់ទូនាទីទៅក្រសួងមហាផ្ទៃក្រសួងមហាផ្ទៃជាសមត្ថកិច្ចនៃការបង្ក្រាបនៅវងល្បែងទាំងឡាយណាដែលខុសច្បាប់អញ្ចឹងដូចជាមន្ត្រីនគរបាលយុត្តិធម៌ក៏ជាមន្ត្រីនៅសមត្ថកិច្ចដែនដីហ្នឹងនៅក្នុងដែនដីណាតែសមត្ថកិច្ចនោះនគរបាលនោះដូចជាអត្តការខណ្ឌអត្តការស្រុកនិងនគរបាលស្រុកនគរបាលខណ្ឌហ្នឹងនគរបាលប៉ូសរដ្ឋបាលឃុំសង្កាត់ហ្នឹងគឺមានសិទ្ធិជាអ្នកមានសិទ្ធិនិងជាអ្នកបង្ក្រាបនៅល្បែងស៊ីសងទាំងឡាយដែលខុសច្បាប់ឧទាហរណ៍ដូចជានៅទីក្រុងភ្នំពេញយើងនឹងថ្មីហ្នឹងដូចខណ្ឌភ្នំពេញខណ្ឌចកាមនគឺក្រោយពីមានបទបញ្ជាដ៏ខ្លាំងក្លារបស់សម្ដេចតេជោគឺមានអធិការខណ្ឌបានចុះទៅក្រាបហើយដឹកសម្ភារៈដែលបានពីវងល្បែងហ្នឹងទៅកន្តិចចោលនៅក្នុងចំណាត់ការរបស់សមាជិកយើងមួយកន្លងមកគឺមានការត្រឹមត្រូវហើយអំពីការចាប់រົບអូសដូចជាឧទាហរណ៍ដូចទូហ្គេមនៅតាមជុំវិញសាលារៀនដែលដាក់តែប្រជាពលរដ្ឋយើងនឹងក៏តែងតែប្រកបមុខរបរនឹងធ្វើជាកន្លែងរកចំណូលរបស់គាត់តាមពិតក្នុងដាក់ផ្ទះគាត់ឬក៏ផ្ទះល្វែងហ្នឹងក៏ដាក់អ៊ីនធឺណិតក៏ប៉ុន្តែមិនមែនអ៊ីនធឺណិតទេគឺចូលទៅជាក់ស្ដែងគឺពោពេញទៅដោយហ្គេមក្មេងតែម្ដងក្មេងហ្នឹងគាត់ទៅលេងគឺអត់ចូលសាលាចូលរៀនទេហើយនៅជុំវិញសាលារៀនហ្នឹងហើយបើថ្ងៃមុនខ្ញុំស្ដាប់វិទ្យុថានៅក្រុងទឹកខ្មៅយើងនឹងមានកន្លែងលេងហ្គេមច្រើនដែរនៅខាងកាបផ្សារទឹកខ្មៅនៅខាងកាបផ្សារទឹកខ្មៅហើយបើចំណងផ្ទះហ្នឹងគឺដាក់តែអ៊ីនធឺណិតមែនក៏ប៉ុន្តែចូលតាមក្នុងហ្នឹងគឺខ្ញុំជិះឡើងកាត់មុខហ្នឹងឃើញមែនឃើញក្មេងតូចខ្ញុំមិនជឿជាក់ថាក្មេងៗអាយុ12 13ឆ្នាំ10ឆ្នាំទៅវាចេះតែឆែកប្រព័ន្ធវិទ្យាអ៊ីនធឺណិតអ៊ីមែលទេវាមិនទាន់ចេះដល់ប៉ុណ្្នឹងទេប៉ុន្តែហេតុអីផ្ទះហ្នឹងសិតតែក្មេងៗច្រើនមែនអញ្ចឹងរូបភាពវាដាក់អ៊ីនធឺណិតមែនប៉ុន្តែខាងក្នុងមិនមែនអ៊ីនធឺណិតសិតតែកូនក្មេងចុចលេងហ្គេមទាំងអស់ហើយជាពិសេសនៅចន្លោះម៉ោងចូលរៀនតែម្ដងឬក៏ចេញពីចូលរៀនចេញពីសាលាហើយកូនក្មេងៗនោះអត់ទៅផ្ទះទេតែជុំលេងហ្នឹងហើយឬក៏ដល់ម៉ោងចូលរៀនហើយកូននឹងអត់ចូលវាគាត់បែរទៅលេងហ្គេមហ្នឹង
ចឹងសមត្ថកិច្ចដែនដីរបស់យើងដែលយើងនគរបាលប៉ុស្តិ៍ឬក៏នគរបាលខណ្ឌដែលខាត់ទៅចុះទៅបង្ក្រាបហើយទប់ស្កាត់ធ្វើយ៉ាងម៉េចរកអូសអត្រសម្បត្តិដែលជាទូហ្គេមយកទៅចោលហើយកន្លងមកយើងឃើញសមត្ថកិច្ចយើងហ្នឹងគាត់ធ្វើជាកិច្ចសន្យាឲ្យម្ចាស់ផ្ទះឲ្យអ្នកដែលបើកកន្លែងទូហ្គេមហ្នឹងធ្វើកិច្ចសន្យាថាមិនថ្ងៃក្រោយបញ្ឈប់នៅការលេងអីចឹងឬក៏មិនឲ្យមានការបើកនេះគឺជាការកំហុសឆ្គងមួយពីព្រោះក្នុងច្បាប់ការបង្ក្រាបល្បែងស៊ីសងហ្នឹងគេមិនអនុញ្ញាតឲ្យធ្វើជាកិច្ចសន្យាអីទេគឺត្រូវតែបញ្ជូនទៅតុលាការដើម្បីកាត់ទោសទៅតាមច្បាប់ពីព្រោះបើសិនជាធ្វើកិច្ចសន្យារកអូសយើងម្ដងមកកាលហ្នឹងក្រោយមកមួយខែពីរខែក្រោយមកគាត់បើកទៀតអញ្ចឹងហើយដើម្បីទប់ស្កាត់និងដើម្បីបង្ក្រាបកុំឲ្យមានការតទៀតសមត្ថកិច្ចយើងពេលតែចាប់បានហើយចោះតែឆែកឆេះឃើញហើយនេះគឺម្ចាស់ផ្ទះហ្នឹងអ្នកដែលបើកលបែងហ្នឹងគឺចោះអ្នកការពារហ្នឹងគឺក៏អ្នកដែលនៅពីក្រោយខ្នងអន្តរាគមហ្នឹងដកបនស័កទូនទីបង្កប់ជូនទៅតុលាការដើម្បីផ្ដន់ទោសតាមច្បាប់ហើយអ្នកដែលបើកហ្នឹងសួរថាមានទោសកម្រិតណាគឺត្រូវមានទោសពី1ឆ្នាំទៅ5ឆ្នាំពីដោយលោកអៀបានបកស្រាយយ៉ាងម៉េចហើយពីច្បាប់ដាក់ពន្ធនាគារពី1ឆ្នាំទៅ5ឆ្នាំហើយពីនៃពី5លានទៅ20លានរៀលចាជាពិសេសបើសិនជាកន្លែងទូហ្គេមហ្នឹងក្មេងៗលេងឃើញក្មេងចូលលេងទោសធ្ងន់ណាអ្នកបើកម្ចាស់ផ្ទះហ្នឹងត្រូវជាប់ពន្ធនាគារទោសអតិបរមាតែម្ដងបានន័យថាជាប់5ឆ្នាំតែម្ដងហើយពីនៃ20លានហើយជាប់ពន្ធនាគារជាប់គុកហ្នឹងរយៈពេល5ឆ្នាំម្ចាស់ផ្ទះហ្នឹងណាម្ចាស់ផ្ទះតែបើកទូហ្គេមលេងហ្នឹងព្រោះហ្គេមហ្នឹងវាលេងស៊ីសងឃើញទិញអាកាសហ្នឹងកាលណាឈ្នះម្ចាស់ផ្ទះឲ្យលុយកាលណាចាញ់កូនសិស្សត្រូវចេញមកផ្ទះឬក៏អត់នៅវងនឹងជួនអត់ចូលផ្ទះទៀតហើយឈានការប្រព្រឹត្តនៅការសេពគ្រឿងញៀនទៀតពួកក្រុមហ្នឹងទៅប្រើប្រាស់គ្រឿងញៀនសេពគ្រឿងនៅកន្លែងហ្នឹងដូចជាទៅតាមផ្ទះសំណាក់ទៅតាមស្ថានភាពហូតែលហ្នឹងគឺដូច្នេះសូមឲ្យសមាជិកបើសិនជាការសហការជាមួយខាងស្ថាប័នអាយកាឲ្យចុះមកឆែកឆេះឃើញដោយខាត់ថាខត់ខ្លួនធ្វើម៉េចម្ចាស់ផ្ទះឬក៏ម្ចាស់ទីកន្លែងដែលបើកឲ្យគេលេងហ្នឹងគឺត្រូវបញ្ជូនទៅតុលាការកុំឲ្យធ្វើកិច្ចសន្យានេះបានតែម្ដងមកកាលទេអត់ខ្លាចទេយើងរកអូសយកតសម្បត្តិជាទូហ្គេមទូអីសម្ភារៈដែលជាកន្លែងលេងហ្គេមហ្នឹងទៅដុតទៅចោលមែនក៏ប៉ុន្តែម្ចាស់មកយកមកឲ្យរួចខ្លួនហើយធ្វើកិច្ចសន្យាមកលេងហ្នឹងគឺអត់មានន័យទាំងអស់បើន័យថាដុតទៅកំទេចចោលសម្ភារៈតសម្បត្តិមែនប៉ុន្តែម្ចាស់នៅតែរួចខ្លួនដដែលនៅទីតាំងកន្លែងនេះជើងកាងវានៅរួចខ្លួនដែរអញ្ចឹងអ្នកនោះអត់ខ្លាចច្បាប់ទេថ្ងៃក្រោយយូរឆាប់មួយខែពីខែមកស្ងាត់ដូចជាគ្មានការដាស់តឿនបើទៀតកាលឡើងដូច្នេះត្រូវធ្វើម៉េចចាប់បានហើយត្រូវបញ្ជូនទៅតុលាការបន្តទៀតទោសតាមច្បាប់សូមអរគុណចាហើយទីបញ្ចប់នេះដែរខ្ញុំក៏សូមអរគុណចំពោះលោកមេធាវីទាំងពីររូបចាមានលោកមេធាវីគីអៀវដូចជាលោកមេធាវីលបរតនៈដែរតែបានចំណាយពេលវេលាដ៏មានតម្លៃចាចូលរួមនៅក្នុងកម្មវិធីច្បាប់របស់យើងសប្តាហ៍នេះជាពិសេសគឺបកស្រាយទៅលើបញ្ហាបង្ក្រាបល្បែងស៊ីសងនេះចាជាប្រធានបទមួយដ៏សំខាន់ចាថាវិបាលក៏មានការព្រួយបារម្ភនិងដូចថាដោះស្រាយយ៉ាងស័ក្តិសមទៅនៅបង្ក្រាបផងដែរចាតទៅនឹងបញ្ហាទាំងអស់នេះចាហើយនេះខ្ញុំសង្ឃឹមថាលោកនឹងផ្ដល់កិត្តិយសសម្រាប់កម្មវិធីយើងពេលសប្តាហ៍ក្រោយៗទៀតចាសូមអរគុណចាសូមគោរពលាចាលោកអស័យនិងកញ្ញាជាទីគោរពនិងជាទីមេត្រីលោកអ្នកទើបតែបានទស្សនាកម្មវិធីច្បាប់ស្ដីអំពីការបង្ក្រាបល្បែងស៊ីសងនៅក្នុងសប្តាហ៍នេះចានេះខ្ញុំសូមអរគុណចំពោះលោកអស័យនិងកញ្ញាដែលបានចំណាយពេលវេលាដ៏មានតម្លៃតាមដានទស្សនារបស់កម្មវិធីយើងតាំងពីដើមរហូតដល់ទីបញ្ចប់ហើយនេះខ្ញុំក៏សូមអរគុណចំពោះការសហការពីគណៈមេធាវីនៃព្រះរាជាកម្ពុជាសម្រាប់សប្តាហ៍នេះខ្ញុំសូមអរគុណសូមគោរពលាជួបគ្នាសប្តាហ៍ក្រោយចាភារកិច្ចថ្លៃថ្លានៃមេធាវីមានទូនីតិអ្នកការពារច្បាប់មានពីងស្មោះត្រង់គោរពម៉ឺងម៉ាត់ក្នុងនាមអ្នកច្បាប់ដែលមានសិលធម៌ជួយអ្នកទុនខ្សោយត្រូវគេបំពេញជួយទាំងអ្នកមានហើយនិងអ្នកក្រយកច្បាប់ជាធំមិនកែប្រែពណ៌ការពារយុត្តិធម៌អត់មានលំអៀង